មករយៈនេះ on trend ទៅលើការថតរូបនៅលើដើមឈើជាខ្លាំងចឹងហើយថ្ងៃនេះគឺអនុញ្ញាតឲ្យខ្លួនឯងមកថតរូបនៅលើដើមឈើស្ថិតនៅក្នុងកោះហាម្ដងក្នុងវីដេអូនេះបងដែលមានបំណងចង់មកលេងខេត្តស្ទឹងត្រែងអាច share វីដេអូនេះទុកសិនបានដោយសារតែថ្ងៃនេះខ្ញុំនឹងមកដើរលេងនៅក្នុងពីរកន្លែងស្ថិតនៅក្នុងខេត្តស្ទឹងត្រែងហើយកន្លែងពីរកន្លែងនេះគឺសិតតែគឺជាកន្លែងដែលល្បីហើយគឺចិត្តមកលេងមែនតើចឹងកន្លែងទី1ដែលខ្ញុំបានធ្វើដំណើរមកដល់នេះគឺនៅក្នុងខេត្តកោះហាហើយខ្ញុំធ្វើដំណើរតាមស្ពាននេះគឺស្អាតមែនតើហ្មងគឺទឹកសមុទ្រពីរពណ៌ខុសគ្នាតែម្ដងឥឡូវយើងបានធ្វើដំណើរមកដល់ចំណុចកោះខេនិងកោះហានៃដើម្បីធៀមខ្លួនឡើងទៅជិះទូកនៅខាងក្រៅនិយាយទៅគឺកន្លែងនេះទេសភាពស្រស់ស្អាតមែនតើកាលណាមិនកាន់តែក្តៅគឺថាថតរូបកាន់តែស្អាតតែគ្រាន់តែថាពេលដែលយើងថតហ្នឹងគឺវាប៉ះមួយពលឺថ្ងៃយ៉ាងខ្លាំងដែរដំណើរកំសាន្តរបស់ខ្ញុំនេះទៅបែបលក្ខណៈជាក្រុមគ្រួសារធัวតែម្ដងអញ្ចឹងទៅគឺថាមនុស្សច្រើនគឺកាន់តែសប្បាយការដែលយើងជិះទូកនេះគឺមើលទៅលើព្រៃព្រឹក្សាគឺស្រស់ស្អាតខ្លាំងមែនតើចាបើថាចង់មក relate ចង់អីហ្នឹងគឺថាជិះទូកឲ្យថតរូបបែបនេះគឺត្រូវមែនតើហ្មងគឺខ្យល់ឲ្យហើយប៉ុន្តែគ្រាន់តែកាត់ស៊ីក្តៅបន្តិចប៉ុន្តែគឺប្លែកមែនតើនៅពេលដែលយើងធ្វើដំណើរជិតទៅដល់កន្លែងថតរូបមួយដែលស្ថិតនៅកណ្ដាលទឹកទន្លេហ្នឹងគឺមានដើមឈើពីរភ្លោះស្អាតមែនតើឥឡូវនេះគឺយើងបានមកដល់ហើយនៅគ្នាឈរចាំដើម្បីថតរូបនេះឯងនិយាយទៅគឺយើងឡើងទៅឈរលើដើមឈើហ្នឹងតែម្ដងដើម្បីថតរូបមកគឺស្អាតហ្មងដោយសារកន្លែងនេះនៅកណ្ដាលទន្លេអញ្ចឹងហើយគឺយើងមិនអាចឡើងឈរទាំងអស់គ្នាបានទេត្រូវតែចុះម្នាក់ម្ដងដើម្បីឡើងទៅម្នាក់ម្ដងតទៀតឥឡូវបន្ទាប់ពីថតរូបរួចរាល់យើងក៏បានធ្វើដំណើរមកដល់កោះហានៃនិយាយទៅគឺពេលមកដល់គឺខ្សាច់គឺផ្លេកស្អាតខ្លាំងមែនតើហើយកន្លែងកោះហានេះគឺគេមកដើម្បីមកលេងទឹកនេះឯងទិដ្ឋភាពគឺស្អាតដោយសារតែមានព្រៃដើមឈើអីហ្នឹងគឺច្រើនបើនិយាយពីប៉ាម៉ានៃទឹកក៏អត់សូវជ្រៅម៉ានេះយើងអាចលេងបានណាបើចង់ឈរលេងចេះទៅនៅចិត្តច្រាំងចំណែកឯកន្លែងទី2ដែលខ្ញុំបានមកនេះគឺនៅជ្រោះសុភមិត្តឬក៏គេហៅថាជ្រោះនិមិត្តកន្លែងនេះឲ្យតែពេលដែលយើងមកដល់ខេត្តស្ទឹងត្រែងដឹងតែមិនអាចរំលងនៅកន្លែងហ្នឹងបានទេដោយសារតែទឹកជ្រោះគឺធ្លាក់មកស្អាតខ្លាំងមែនតើហ្មងបើសិនជាធ្លាក់កាន់តែច្រើនគឺកាន់តែថតរូបស្អាតពេលមកដល់គឺទឹកជ្រោះនេះគឺសាចមកគឺដូចជាទឹកភ្លៀងអញ្ចឹងដែលថតរូបមកគឺកាន់តែស្អាតហើយធ្វើឲ្យយើងត្រជាក់ខ្លួនមែនតើវីដេអូដើរលេងនៅក្នុងខេត្តស្ទឹងត្រែងរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ដែរអញ្ចឹងបងប្អូនកុំភ្លេចតាមដាននៅក្នុងខេត្តក្រចេះម្ដងមើលថាតើមានកន្លែងដើរលេងណាខ្លះកុំភ្លេចតាមដានជាមួយនឹងវីដេអូខ្ញុំទាំងអស់គ្នាហើយបើសិនជាពេញចិត្តកុំភ្លេចចុច like share ខ្ញុំអ្នកមួយផងណាអរគុណអ្នកទាំងអស់គ្នាបាយបាយ